បាទសួស្តីបងប្អូនទាំងគ្នាខណៈពេលនេះគឺខ្ញុំកំពុងតែរៀបចំអាយវ៉ាវ៉ាន់ដែលដើម្បីរៀបចំយកទៅជូនបងប្អូនភាសាឬក៏ជូនទៅដល់បងប្អូនដែលជាវីរៈកងទ័ពការពារទឹកដីរបស់កម្ពុជាយើងហើយខណៈពេលនេះគឺយើងនឹងកំពុងតែចុះទៅចូលទៅទិញអង្គបាទដោយអង្គក៏មានការឧបត្ថម្ភពីវិចិត្រស្រីម៉ាច់មកពីខាងផ្សារសម្រោងយ៉ងផងដែរមានអង្គនោះចំនួន10បាវបាទក្នុងមួយបាវវាមានមាន5គីឡូហើយមានទឹកស៊ីអ៊ីវទឹកត្រីទឹកសុទ្ធបាទខ្ញុំអត់បានរាប់ច្បាស់ដែរក៏មិនតែគាត់ថាបាទគាត់បានដឹកជញ្ជូនពីផ្សារសម្រោងយ៉ងមកឲ្យដល់ខ្ញុំនៅខាងភូមិបារណោះយើងក៏បានទិញអង្គនៅកន្លែងនេះបន្ថែមទៀតនៅអង្គនេះគឺមានចំនួន300គីឡូបាទចំនួន300គីឡូបន្ថែមទៀតដោយក្នុងមួយបាវបាទមួយបាវហ្នឹងមានទម្ងន់10គីឡូការប្រមូលបាទអង្គខ្លះហើយបន្ទាប់នឹងមកខ្ញុំក៏បានបាទយើងក៏បានចុះទិញត្រីបាទត្រីងៀតនេះយើងអាចមុនដំបូងបំផុតខ្ញុំគិតថាទិញតែ10គីឡូទេក៏ប៉ុន្តែដោយសារយើងមើលទៅគិតថាមិនគ្រប់សម្រាប់នេះយើងក៏ទិញបន្ថែមទៀតគឺទាំងអស់មកនិយាយចំយកអាដែលស្ងួតនេះយកទាំងអស់តែម្ដងគឺចំនួនមក15គីឡូកន្លះបាទចំនួន15គីឡូកន្លះដើម្បីបន្ថែមហើយក្នុងនោះយើងបានច្រកដាក់ក្នុងថង់បាទដាក់ច្រកដាក់ក្នុងថង់ដោយក្នុងមួយថង់យើងប្រើត្រីមួយក្បាលហើយត្រីនោះវាមានតូចមានធំបងប្អូនទាំងគ្នាដែលពេលទទួលបានត្រីនេះហើយយើងសុំកុំចំណាយគ្នាអីហើយយើងបន្ទាប់ពីដែលយើងកំពុងតែបាទទិញត្រីឲ្យរួចរាល់បាទមិនធម្មតាទេម្នាក់ម្ចាស់ផ្ទះនោះគាត់ជួយពេចផប់ពេចប៉ាច់រួចរាល់មកគាត់ក៏បានឲ្យទាំងអាឡឹកទៀតហ៎ហើយក៏យើងនាំគ្នាមកដល់ផ្សារដំដែកនិយាយចំណុចហ្នឹងក៏ខ្ញុំសូមនិយាយរឿងមួយដែលខ្ញុំចុះនៅផ្សារមួយមុនដែលខ្ញុំមកដល់ផ្សារដំដែកខ្ញុំអត់ដឹងថាហេតុអីបានប្រវែងប្រហែលជា5គីឡូទេនៅប្រវែងពីកន្លែងផ្សារដំដែកទៅកន្លែងផ្សារមួយហ្នឹងគឺប្រហែលជា5គីឡូខ្ញុំចុះទៅទិញទៅមីមួយកេសគាត់លក់ឲ្យខ្ញុំ29000ខ្ញុំអត់ដឹងថាតម្លៃមីហ្នឹងប៉ុន្មានទេខ្ញុំដំបូងផុតខ្ញុំរកយកហើយក៏ប៉ុន្តែគិតទៅអត់គ្រប់ទិញទៅវាអត់គ្រប់ចង់និយាយថាមីហ្នឹងខ្ញុំត្រូវការ20កេសហើយវាអត់គ្រប់អញ្ចឹងខ្ញុំក៏ធ្វើដំណើរមកដល់ផ្សារដំដែកមីគេលក់តាមមួយកេសតាម21000ហើយហេតុអីប្រវែង5គីឡូពីគ្នាខុសគ្នាដល់8000ហើយអ្វីដែលគាត់សំខាន់បំផុតនោះនៅពេលដែលខ្ញុំសុំសួររកទិញនោះគាត់ប្រើពាក្យមួយថាគាត់អត់កោទេគាត់ល្អទេគាត់បក់លក់នេះលក់តម្លៃ29000នេះបោះដុំទេអូយខ្ញុំអត់ចង់ធ្វើអញ្ចឹងទេខ្ញុំក៏មិនចង់ប្រើអីមួយឲ្យបងប្អូនទាំងគ្នាគិតថាអញ្ចឹងដែរតែគាត់ខ្ញុំសុំចិត្តអ្វីដែលយើងធ្វើនៅពេលនេះគឺយើងធ្វើដោយការលះបង់យើងធ្វើដោយភាពសាមគ្គីគ្នាកុំលក់កោគ្នាឯងអីបាទ21000ហើយនឹង29000ខុសគ្នាច្រើនដែរណាមកហើយស្ថានភាពប្រទេសជាតិកំពុងតែមានភាពលំបាកយើងកំពុងតែរែងគៀសគ្នាដើម្បីយកលុយនឹងមកទិញស្បៀងដើម្បីជូនបងប្អូនប្រជាពលរដ្ឋដែលភាសាហើយនឹងវីរៈកងទ័ពដែលកំពុងតែការពារដែនដីខ្មែរយើងនេះបែរទៅជាមានធ្វើឆ្លៀតឱកាសពេលនឹងយកមកធ្វើយកចំណេញកប់ក្តោងដោយក៏វាមិនសមដែរឬគាត់ឡើងនំលើនឹងមកបាត់នេះវិញសិន
អូនបានបានហូបម៉ែដំរីប៉ាដំរីអរគុណអូអរគុណអរគុណច្រើននៅក្នុងវីដេអូនេះខ្ញុំអត់ចង់និយាយទេក៏ប៉ុន្តែខ្ញុំសូមសរសើរបងប្អូននៅផ្សារដំដែកអូមានចិត្តរាក់ទាក់ខ្លាំងមែនតើឃើញខ្ញុំហៅប៉ាឡាគីអូឡាគីម៉ែឡាគីហើយក៏បានជួយបាទមានទាំងផ្លែឈើមានផ្លែពុត្រីមានទាំងបងស្រីមកចុងក្រោយនេះគាត់ជូនបាយមានទាំងបាយមានទាំងម្ហូបអាហារនៅក្នុងប្រអប់ហ្នឹងខ្ញុំអត់ទាន់បានបើកមើលនៅឡើយទេដោយសារខ្ញុំកំពុងនិយាយនេះគឺនិយាយនៅតាមផ្លូវបងប្អូនតាគ្នាហើយដល់មានម្ហូបបាយមួយសេតនិយាយចំគឺទឹកចិត្តល្អខ្លាំងមែនទែនហើយហ្នឹងហើយអរគុណបងប្អូនតាគ្នាដែលនៅផ្សារដំដែកល្អខ្លាំងណាស់បាទលក់ទាំងតម្លៃសមរម្យអ្វីដែលគាត់ចំណេញទៅតាមធម្មតាហើយទឹកចិត្តពួកគាត់ក៏ល្អទៀតឃើញហើយមានភាពរស់រាយរាក់ទាក់ខ្លាំងមែនទែនគួរឲ្យស្រឡាញ់មែនទែនបងប្អូនយើងនៅផ្សារដំដែកអរគុណណាស់បាទបងប្អូនទាំងគ្នាយើងបានមកដល់ទីក្រុងបាទទីក្រុងសៀមរាបហើយយប់នេះខ្ញុំនឹងស្នាក់នៅទីក្រុងបាទក្រុងសៀមរាបនេះបន្ទាប់ពីយើងនឹងចេញដំណើរទៅតំបន់ជនភៀសសឹកនៅបងវិរៈកងទ័ពដែលការពារនៅតំបន់ប្រភេទខ្ញុំនឹងទៅក៏មិនថាមិនច្បាស់ 100% ទេតើវាអាចអនុញ្ញាតឲ្យចូលឬក៏បញ្ចូលទេព្រោះបើជាចាប់ទៅបងនៅតំបន់នោះនៅគាត់ប្រាប់ថាគាត់អាចចុះមកយកបានព្រោះគាត់តំណែងនៅមកខ្ញុំគាត់ថាអាចចុះមកយកបានអញ្ចឹងខ្ញុំមិនដឹងថានៅពេលនេះតើខ្ញុំអាចទៅដល់តំបន់នោះបានតែអត់ទេតែខ្ញុំអត់ទាន់សន្យាទេក៏ប៉ុន្តែសំខាន់បំផុតថ្ងៃស្អែកនោះគឺដំបូងបំផុតគឺខ្ញុំចូលទៅកន្លែងជនភៀសសិក្សាជាមួយនឹងខ្ញុំពិសីនិងលោកនេះម៉ាក់ហើយក៏អូនជាអ្នកកាន់កាមេរ៉ានេះឈ្មោះខាត់សុខាផងដែរអរគុណបងប្អូនទាំងគ្នារីត្រីសួស្ដីគេងនៅសៀមរាបនេះហើយបាទ